លិនដែលខ្ញុំបានជួបគេងគិតស្រមៃរាល់យប់ក្នុងចិត្តបានស្កប់បើសិនមានភពជួបជាគូស្នេហ៍នាងល្អខ្លាំងណាស់ក្នុងโลกនេះមិនដែលឃើញទេស្រីល្អដូចជាមាសមេឲ្យបងលងស្នេហ៍ដល់ចិត្តមិនរួចបងជាយុវជនមកពីស្រុកឆ្ងាយអារម្មណ៍សែនរំភើបក្រៃមិននឹកស្មានឡើយប៉ៃលិនឆាតឆាយល្អដល់ថ្នាក់នឹងនាងជាពាក្យពិតចេញពីចិត្តដែលខ្ញុំបានដឹងរាល់ថ្ងៃមកមិនទន្ទឹងថាបានប្រលឹងមកថ្នាក់ថ្នមបីសូមលោកយាយយ៉ាតនៅខេត្តបៃលិនសូមលោកជួយដឹងថារូបខ្ញុំនឹងស្មោះស្ម័គ្រនឹងនាងទឹកចិត្តស្មោះសរក៏មិនប្រែលអៀងស្មោះស្ម័គ្រនឹងនាងលងសូនសងខាមាតុភូមិខ្មែរដ៏សែនមនោរម្យពេលនេះលែងព្រួយលែងយំព្រោះខ្មែរជួបជុំរស់បានសុខុមដល់រាបរៀងទៅខ្ញុំសែនត្រេកអរខ្មែរបវរផុតក្តីមកសៅព្រមស្នេហាបងទៅពើយើងនឹងរស់នៅសុខសាន្តរហូតយាយយ៉ាតនៅខេត្តបៃលិនសូមលោកជួយដឹងថារូបខ្ញុំនឹងស្មោះស្ម័គ្រនឹងនាងទឹកចិត្តស្មោះសរក៏មិនប្រែលអៀងស្មោះស្ម័គ្រនឹងនាងលងសូនសងខាមាតុភូមិខ្មែរដ៏សែនមនោរម្យពេលនេះលែងព្រួយលែងយំព្រោះខ្មែរជួបជុំរស់បានសុខុមដល់រាបរៀងទៅខ្ញុំសែនត្រេកអរខ្មែរបវរផុតក្តីមកសៅព្រមស្នេហាបងទៅពើយើងនឹងរស់នៅសុខសាន្តរហូត
បងជាអ្នកក្រតែត្រដោស្មោះទ្របធនសាក់យូគឺបងគ្មានទេបេះដូងស្មោះមួយហ៊ានថាមិនដែលគិតប្រាលួចលាក់ពីបីតែព្រមលិខិតពិតកំណាចណាស់ព្រោះមនុស្សដែលស្មោះគេຕົកគ្មានន័យស្រីផ្ដើមស្នេហ៍គេអ្នកស៊ីវិល័យចូលអ្នកក្រក្រៃឲ្យរស់ឯកាអោលុយអើយលុយខ្ញុំខ្លាចអ្នកហើយអ្នកអាចធ្វើឲ្យមនុស្សខ្លាំងសាវាយពីសទៅខ្មៅស្មងទៅរឿងសាខ្ញុំចង់ប្រាប់ថាស្អប់អ្នកខ្លាំងណាស់ដួលមិនចង់ក្រោកឈ្ងោកមិនចង់ងើយអស់សងខំហើយទួថ្ងៃនៅរាំងអ្នកក្រដូចបងរស់មួយក្រពេញទោះបីខំស្មងក៏បានត្រឹមជឿអើយលុយខ្ញុំខ្លាចអ្នកហើយអ្នកអាចធ្វើឲ្យមនុស្សខ្លាំងសាវាយពីសទៅខ្មៅស្មងទៅរឿងសាខ្ញុំចង់ប្រាប់ថាស្អប់អ្នកខ្លាំងណាស់ដួលមិនចង់ក្រោកឈ្ងោកមិនចង់ងើយអស់សងខំហើយទួថ្ងៃនៅរាំងអ្នកក្រដូចបងរស់មួយក្រពេញទោះបីខំស្មងក៏បានត្រឹមជឿ